លូឈួនខ្ញុំខុសហើយខ្ញុំមិនគួរណាខົບខិតជាមួយអ្នកភូមិដើម្បីដណ្ដើមយកស្រះត្រីបាយម៉ូរបស់លោកទេពេលនេះត្រីរបស់យើងងាប់អស់គ្មានសល់ហើយថែមទាំងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ទៀតខ្ញុំសូមអង្វរលោកជួយពួកយើងផងលូឈួនលោកលីជួបពីវិជាស្ថានស្រាវជ្រាវខេត្តមែនទេខ្ញុំត្រឡប់មកចិញ្ចឹមត្រីវិញលោកឈួតទៅហើយឬខ្ញុំមិនបានឈួតទេខ្ញុំបានធ្វើការត្រួតពិនិត្យរួចរាល់ហើយទាំងសីតុណ្ហភាពទឹកនិងគុណភាពដីនៅក្នុងព្រំទាំងកម្រិតអុកស៊ីសែនក្នុងទឹកសុទ្ធតែស័ក្តិសមបំផុតសម្រាប់ការចិញ្ចឹមត្រីកាលីហ្វ័រញ៉ាប្រភេទល្អហើយអ្វីដែលខ្ញុំនាំយកមកនេះគឺជាបច្ចេកវិទ្យាចិញ្ចឹមត្រីដោយប្រព័ន្ធទឹកវិលជុំថ្មីដែលនឹងជួយឲ្យស្រះត្រីបែបប្រពៃណីទទួលបានទិន្នផលកើនឡើង3ដងការត្រឡប់មកចិញ្ចឹមត្រីនេះគឺជាអ្វីដែលខ្ញុំបានគិតគូរយ៉ាងល្អិតល្អន់ទុកជាយូរមកហើយមិនមែនធ្វើឡើងដោយការចង់បានត្រីទាំងនេះខ្ញុំគិតថាអ្នកប្រហែលជាចិញ្ចឹមវាបន្តមិនកើតទេជើងម៉ាន់ឆាងទើបតែចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជលផលធំក្នុងតម្លៃរាប់លានយន់ដូច្នេះហើយគាត់ក៏គៀងគោអ្នកភូមិទាំងមូលដើម្បីមករឹបអូសយកស្រះត្រីរបស់អ្នកស្រះត្រីក្នុងភូមិមានច្រើនណាស់តើចុះហេតុអ្វីបានជាគេចាំបាច់ត្រូវតែយកស្រះរបស់ខ្ញុំបន្ទាប់ពីគេចុះពិនិត្យមកគេឃើញថាមានតែស្រះរបស់អ្នកមួយនេះទេតែមានកិច្ចសន្យាជួលដល់ទៅ30ឆ្នាំស្រះទំហំ100ហិកតានេះសុទ្ធតែគ្រប់លក្ខខណ្ឌទាំងជម្រៅទឹក2ម៉ែត្រផ្ទៃដីធំទូលាយថែមទាំងនៅជាប់មាត់ទន្លេងាយស្រួលប្រើប្រាស់ទឹកទៀតស្រះអ្នកដទៃខ្លះក៏រាក់ពេកខ្លះទៀតក៏ផ្ទៃដីមិនគ្រប់គ្រាន់មិនអាចបំពេញតាមតម្រូវការរបស់អ្នកទិញបានឡើយឥឡូវនេះអ្នកភូមិទាំងមូលកំពុងតែច្រណែននឹងអ្នកខ្លាំងណាស់ពួកគេកំពុងបង្ខំឲ្យអ្នកប្រកួតស្រះត្រីទៅឲ្យសហគមន៍ដោយឥតគិតថ្លៃឈួនកុំទៅតាំងតជាមួយជើងម៉ាន់ឆាងឲ្យសោះប៉ុន្មានថ្ងៃនេះគាត់ប្រើមេក្រូនៅមាត់ភូមិប្រកាសរាល់ថ្ងៃថាស្រះត្រីរបស់អ្នកជាប្រភពចំណូលដ៏ធំរបស់ភូមិយើងអ្នកណាដែលរារាំងគឺអ្នកនោះជាជនក្បត់ភូមិឈីងស៊ីអ្វីដែលហួសហេតុជាងនេះទៅទៀតនោះឯកសារសម្រាប់ព្យាបាលជំងឺរ៉ាំរ៉ៃរបស់ជីដូនអ្នកត្រូវបានគាត់ទុកជាប់នឹងដៃថ្លៃឆ្នាំកាលពីខែមុនរហូតមកដល់ពេលនេះគាត់មិនព្រមចុះហត្ថលេខាអនុម័តឲ្យទេស្រះត្រីរបស់ខ្ញុំបានចុះកិច្ចសន្យាជួលរយៈពេល30ឆ្នាំនៅសល់12ឆ្នាំទៀតទើបគ្រប់កំណត់តើគាត់មានសិទ្ធិអ្វីមកបង្ខំឲ្យខ្ញុំប្រគល់វាទៅឲ្យអ្នកដទៃអ្នកភូមិទាំងអស់ត្រូវបានលុយ30000យន់ធ្វើឲ្យវង្វេងស្មារតីអស់ហើយអ្នកណាមកនិយាយហេតុផលជាមួយអ្នកទេអញភ្លេចហើយឬថាកាលពីម្សិលមិញពូលោកកិនបាននិយាយកាលពីអញនៅសាលាឃុំនោះគាត់ត្រូវចូលហូចង្អុលមកជេរប្រមាថជាងកន្លះម៉ោងទៅហើយបងប្អូនអ្នកភូមិទាំងអស់គ្នាសូមមើលឲ្យច្បាស់ទៅនេះគឺជាកិច្ចសន្យាផលិតកម្មតម្លៃរាប់លានដែលក្រុមហ៊ុនធានរុនចុះហត្ថលេខាជាមួយភូមិយើងសម្រាប់រយៈពេល5ឆ្នាំឲ្យតែដល់រយៈពេល6ខែក្រោយយើងនឹងផ្គត់ផ្គង់ត្រីកាលីហ្វ័រញ៉ាចំនួន50000ចិនបន្ទាប់ពីកាត់ថ្លៃពូជត្រីនិងថ្លៃចំណីរួចរាល់គ្រួសារនីមួយនឹងទទួលបានប្រាក់ចំណែកម្នាក់30000យន់ប៉ុន្តែនៅក្នុងភូមិឈីងស៊ីទាំងមូលនេះមានតែស្រះត្រីរបស់លូឈួនប៉ុណ្ណោះតែអាចទទួលការបញ្ជាទិញនេះបានបើគេនៅតែរឹងតឹងមិនព្រមប្រគល់ស្រះត្រីឲ្យទេនោះគឺគេកំពុងកាត់ផ្លូវរកស៊ីរបស់ពួកយើងទាំងអស់គ្នាហើយលូឈួនចុះហត្ថលេខាឲ្យលឿនមកប្រគល់ស្រះត្រីនេះមកកុំបង្អាក់អ្នកភូមិរកស៊ីឯងជាអ្នករៀនចប់ពីសាលាល្បីឯងមានប្រាក់ខែខ្ពស់នៅទីក្រុងមិនខ្វះខាតលុយប៉ុណ្ណឹងទេកុំរារាំងផ្លូវជីវិតពួកយើងពិតមែនហើយថ្ងៃនេះបើឯងមិនចុះហត្ថលេខាពួកយើងនឹងទៅនៅមុខផ្ទះឯងរំខានឯងរហូតដល់ព្រមចុះចាំបាច់និយាយច្រើនជាមួយវាធ្វើអីថ្ងៃនេះចុះក៏ត្រូវតែចុះមិនចុះក៏ត្រូវតែចុះដែរបើហ៊ានមកទៀតខ្ញុំនឹងនាំមនុស្សទៅឡោមព័ទ្ធស្រះត្រីរបស់វាចោលលក្ខខណ្ឌសំណងក្នុងកិច្ចសន្យានេះពួកអ្នកទាំងអស់គ្នាបានអានវាយ៉ាងល្អិតល្អន់ហើយឬនៅដឹងទេថាមានហានិភ័យអ្វីខ្លះនៅក្នុងហ្នឹងខ្ញុំចិញ្ចឹមត្រីនៅមាត់ទន្លេនេះជា20ឆ្នាំមកហើយបទពិសោធន៍ខ្ញុំមិនចាញ់អ្នកណាទេឲ្យតែដាក់កូនត្រីចូលស្រះគឺប្រកាសជាចំណេញគ្មានថ្ងៃខាតឡើយតើវាអាចមានហានិភ័យអ្វីទៅបើមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នា7ថ្ងៃទឹកទន្លេនឹងហូរច្រាចូលមកមិនខានពេលនោះកូនត្រីក្នុងស្រះនឹងត្រូវទឹកហូរនាំទៅអស់ទាំងស្រុងដល់ពេលមិនអាចដឹកជញ្ជូនត្រីតាមការកំណត់យើងត្រូវសងសំណង3ដងនៃកិច្ចសន្យាគឺរហូតដល់ទៅ3លានយន់បំណុលដ៏ធំសន្ធឹកសន្ធាប់បែបនេះក្នុងភូមិនេះតើមានអ្នកណាអាចសង្កេតរួចទៅភ្លៀងធ្លាក់ជាប់គ្នាក្រោម7ថ្ងៃខ្ញុំរស់នៅរហូតមកដល់អាយុប៉ុណ្ណេះមិនដែលធ្លាប់ជួបម្ដងណាឡើយខ្ញុំថាម៉េចអ្នកឯងរៀនច្រើនពេករហូតដល់ល្ងងទៅហើយនិយាយឲ្យចំទៅគេគ្រាន់តែចង់បានស្រះត្រីនឹងមកធ្វើជាកម្មសិទ្ធិខ្លួនឯងតែបង្កើតរឿងកុហកដើម្បីបន្លាចអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាកុំសាច់លូឈួនគេជាអ្នកជំនាញចូលផលពិតប្រាកដម្នាក់អ្វីដែលគេនិយាយសុទ្ធតែជាវិទ្យាសាស្ត្រកាលពីប្រហែលឆ្នាំមុនស្រះត្រីនៅភូមិជិតខាងដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកទឹកហូរច្រាចូលត្រីនៅក្នុងស្រះបាត់បង់អស់រលីងម្ចាស់ស្រះត្រីដល់ថ្នាក់រលីទ្រព្យសម្បត្តិអស់អាចារ្យក្បាលខូចបើឯងហ៊ាននិយាយរឿងផ្ទះផ្ដាស់ទៀតស្អែកនេះខ្ញុំនឹងទៅការិយាល័យរដ្ឋបាលដើម្បីដកហូតប្រាក់ឧបត្ថម្ភរបស់ឯងជើងម៉ាន់ឆាងតើឯងពិតជាត្រូវតែដណ្ដើមយកស្រះត្រីរបស់ខ្ញុំឲ្យបានមែនទេចឹងហើយថ្ងៃនេះឯងត្រូវតែប្រគល់ស្រះត្រីនេះមកឲ្យសហគមន៍វិញតែក្នុងភូមិក៏មិនឲ្យឯងខាតបង់ដែរបែបនេះចុះខ្ញុំសម្រេចចិត្តឲ្យយកដីទំនេរនៅតំបន់វ៉ូឡុងកាំងខាងជើងភូមិឲ្យឯងជួលទៅចុះកិច្ចសន្យា50ឆ្នាំផ្ទៃដីធំជាងស្រះត្រីឯងទៀតរាប់ថាចំណេញសម្រាប់ឯងហើយម៉ាន់ឆាងនិយាយដីទំនេរកន្លែងនោះសូម្បីតែទឹកក៏គ្មានផងកុំថាឡើយចិញ្ចឹមត្រីសូម្បីតែដាំដុះក៏មិនរួចដែរតែអ្នកធ្វើបែបនេះខុសអីពីការរឹបអូសយកស្រះត្រីរបស់ខ្ញុំនេះជាការសម្រេចចិត្តរបស់មនុស្សទាំងភូមិមិនពាក់ព័ន្ធនឹងខ្ញុំទេពិតមែនហើយពួកយើងពិភាក្សាគ្នាអស់ហើយគឺយកដីទំនេរនោះឯងមកដូរយកស្រះត្រីរបស់ឯងស្រះត្រីនោះខ្ញុំអាចប្រគល់ឲ្យបានប៉ុន្តែខ្ញុំមានលក្ខខណ្ឌ2ឯងនិយាយមក
ឲ្យតែមិនរំខានដល់ការរកប្រាក់ចំណូលរបស់អ្នកភូមិទាំងមូលលក្ខខណ្ឌអីក៏ខ្ញុំព្រមដែរទី1ក្រោយពីខ្ញុំបានដេញថ្លៃយកជំរាបភ្នំវូឡុងរួចធនធានទាំងអស់នៅលើដីនិងក្រោមដីព្រមទាំងសិទ្ធិក្នុងការអភិវឌ្ឍប្រើប្រាស់គឺជារបស់ខ្ញុំផ្ទាល់តែម្នាក់ឯងទី2ថ្ងៃស្អែកយើងត្រូវទៅការិយាល័យយុទ្ធភ័ណ្ឌក្រុងដើម្បីធ្វើឯកសារច្បាប់សរសេរឲ្យច្បាស់លាស់លើក្រដាសស្នាមដើម្បីកុំឲ្យពួកអ្នកមកបកក្រោយវិញនៅពេលក្រោយគ្មានបញ្ហាទេកុំថាឡើយ50ឆ្នាំ100ឆ្នាំក៏បានដែរទេជំរាបនឹងឲ្យទេក៏គ្មានអ្នកណាគេយកដែរចាំដល់ពេលយើងបែងចែកលុយចំណេញបាន30000ខ្ញុំនឹងយកអង្គសម្រុកទៅឲ្យមួយបាវកុំឲ្យអ្នកដាច់ពូស្លាប់លើជំរាបភ្នំស្ងាត់ជ្រុងនោះភូមិចិត្តខាងគេនិយាយថាភូមិយើងគ្មានសិលធម៌ពួកអ្នកនឹងស្ដាយក្រោយភាគីទាំងពីរយល់ព្រមតាមកិច្ចសន្យាដោយស្ម័គ្រចិត្តអាងចិញ្ចឹមត្រីបាញ់ភូមិហេវ៉ាន់ត្រូវផ្ទេរកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរួមនៃភូមិឈីងស៊ីចំណែកដីទូស្ងួតទាំងមូលនៅលើភ្នំវូឡុងសិទ្ធិជួលរយៈពេល50ឆ្នាំនិងផលប្រយោជន៍ទាំងអស់គឺជារបស់លូឈួនតែម្នាក់គត់ភាគីទាំងពីរចុះហត្ថលេខានិងផ្តិតមេដៃកិច្ចសន្យានេះមានសុពលភាពចាប់ពីពេលនេះទៅឯកសារធ្វើរួចរាល់ហើយអញប្រញាប់ទៅលើភ្នំថ្មស្ងួតហួតហែងនោះទៅចិញ្ចឹមត្រីលើគោកនៅទីនោះទៅពិតជាល្ងងខ្លៅមិនស្គាល់ខុសត្រូវមែនទ្រព្យសម្បត្តិនៅឯក្រុងមិនយកចេះតែរកទុកដាក់ខ្លួនឯងពិតមែនជើម៉ាន់ឆាងខ្ញុំសូមដាស់តឿនអ្នកជាលើកចុងក្រោយប្រញាប់រកអ្នកមកបើកផ្លូវទឹកចេញពីអាងចិញ្ចឹមត្រីឲ្យបានឆាប់ហើយត្រូវពង្រឹងទំនប់អាងឲ្យរឹងមាំឡើងព្រមទាំងសាងសង់ទំនប់ការពារទឹកចំនួនបណ្ដោះអាសន្នផងបើមិនដូច្នោះទេនៅពេលមានរឿងកើតឡើងអ្នកទាំងអស់គ្នានឹងត្រូវរងគ្រោះជាមួយគ្នាមិនបាច់មកធ្វើជាចិត្តល្អដាក់ខ្ញុំទេមើលថៃដីហួតហែងរបស់អ្នកទៅបានហើយខ្ញុំចិញ្ចឹមត្រីអស់ជាង20ឆ្នាំមកហើយជំនាញជាងឯង10000ដងល្អតើភ្នំអូឡុងនេះអាឡូអ្នកគ្រប់គ្រងលីផ្ទះនៅតំបន់សាលារៀនក្នុងក្រុងរបស់ខ្ញុំតម្លៃទីផ្សារ1.25 លានឥឡូវខ្ញុំលក់ប្រញាប់ត្រឹមតែ1.5 លានប៉ុណ្ណោះប៉ុន្តែលុយនេះត្រូវតែបានមកដល់ក្នុងរយៈពេល3ថ្ងៃលោកលូបញ្ចុះតម្លៃច្រើនពេកហើយខាត់ខ្លាំងណាស់លោកប្រកាសចិត្តមែនទេដែលលក់ប្រញាប់បែបនេះប្រកាសណាស់លូឈួនខ្ញុំនឹងធ្វើការជាមួយអ្នកខ្ញុំជឿជាក់លើអ្នកទោះបីជាដីហួតហែងនេះចិញ្ចឹមត្រីមិនកើតក៏ដោយខ្ញុំក៏នឹងនៅរងទុក្ខលំបាកជាមួយអ្នកដែរបងប្អូនដ៏ល្អរបស់ខ្ញុំកុំបារម្ភអីត្រូវការតែ6ខែប៉ុណ្ណោះ6ខែក្រោយមកពួកគេទាំងអស់នឹងត្រូវមកអង្វរខ្ញុំលោកលូខ្ញុំធ្វើការខាងវិស្វកម្មនេះជាង30ឆ្នាំហើយធ្លាប់ឃើញការដ្ឋានសំណង់រាប់មិនអស់មិនដែលឃើញអ្នកណាជីកស្រះត្រីរបៀបនេះទេរងដំបូលដែកបិទចិត្តត្រួតពិនិត្យសីតុណ្ហភាពបៃតងពង្រឹងដែកស្រះត្រីដាច់ដោយឡែកពីគ្នាប្រព័ន្ធចម្រោះទឹកជីវសាស្ត្រ5កម្រិតឧបករណ៍ជំនួយអុកស៊ីសែននិងកម្ដៅស្វ័យប្រវត្តិទំនប់ការពារទឹកចំនួនស្តង់ដារកម្ពស់3ម៉ែត្រហើយមានប្រព័ន្ធត្រួតពិនិត្យឆ្លាតវៃ24ម៉ោងទៀតស្រះត្រីរបស់អ្នកនេះមិនមែនជាស្រះធម្មតាទេវាគឺជាមូលដ្ឋានចិញ្ចឹមត្រីកម្រិតបន្ទីការពារច្បាស់ណាស់អ្វីដែលខ្ញុំធ្វើគឺប្រព័ន្ធចិញ្ចឹមត្រីបែបបិទជិតដែលមានប្រសិទ្ធភាពខ្ពស់វាខុសគ្នាយ៉ាងស្រឡះពីស្រះដីចាស់ក្នុងភូមិប្រព័ន្ធទាំងមូលមិនចាំបាច់ពឹងផ្អែកលើទឹកទន្លេទឹកអូឡើយប្រព័ន្ធចម្រោះទឹកវិលជុំក្នុងអាងសម្រាប់មេរោគនិងបង្កើនអុកស៊ីសែនសន្សំសំចៃទឹកបានដល់ទៅ90%ការបំពុលគ្មានជំងឺឆ្លងអាចរក្សាផលិតកម្មបានពេញមួយឆ្នាំប៉ុន្តែគម្រោងសាងសង់និងឧបករណ៍ទាំងនេះយ៉ាងហោចណាស់ក៏ត្រូវចំណាយ$1.2 លានលុយ$1.5 លានដែលអ្នកបានពីការលក់ផ្ទះមិនគ្រប់គ្រាន់ដើម្បីរ៉ាប់រងការចំណាយនេះទេខ្ញុំនៅសល់ប្រាក់សន្សំ$80000ទៀតចំណែកខ្វះខាតដែលនៅសល់ខ្ញុំនឹងប្រើកាត់អិនទៀនដើម្បីដោះស្រាយលោកវាងខ្ញុំនឹងមិនខកខានក្នុងការទូទាត់ថ្លៃសាងសង់ឡើយតែការសាងសង់ត្រូវតែអនុវត្តតាមប្លង់យ៉ាងតឹងរ៉ឹងហាមកាត់បន្ថយគុណភាពជាដាច់ខាតបានខ្ញុំធ្វើការងារសំណងអស់ជាច្រើនឆ្នាំមកហើយគឺពេញចិត្តនឹងមនុស្សដែលមានចរិតបែបអ្នកនេះខ្ញុំជាម្នាក់ដែលមានគំនិតច្នៃប្រឌិតនិងហ៊ានធ្វើកុំបារម្ភអីខ្ញុំនឹងដឹកនាំក្រុមការងារឲ្យអស់ពីសមត្ថភាពធានាថាការងារនឹងរួចរាល់តាមការកំណត់អ្នកទាំងឡាយមើលលូឈុំចុះវាពិតជាចំណាយលុយសាងសង់អាងត្រីនៅលើភ្នំថ្មមែនថែមទាំងព័ទ្ធរបងចិត្តឈឹងទៀតខ្ញុំថាមើលទៅវាដូចជាកំពុងសាងសង់គុកច្រើនជាងគួរឲ្យស្ដាយណាស់ការងារដែលកំពុងមានស្ថិរភាពល្អហើយមិនព្រមធ្វើចេះតែរកជាងរឿងឥតប្រយោជន៍ធ្វើលូឈួនចាក់លុយជាង1 លានលើភ្នំថ្មនោះប្រកាសជាខាត់អស់គ្មានសល់ជាក់ជាមិនខានដល់ពេលនោះវានឹងត្រឡប់មកសុំអង្វរពូយើងវិញឲ្យនាំវាទៅចិញ្ចឹមត្រីជាមួយពូបើអញ្ចឹងឲ្យខ្ញុំដឹកនាំបាក់ពួកទៅបង្កបញ្ហានៅទីនោះធ្វើឲ្យរោងចក្ររបស់វាខូចខាតទៅកុំឲ្យធ្វើអីការទៅរារាំងលូឈួននៅពេលនេះវាគឺជួយសន្សំសំចៃលុយឲ្យវាទៅវិញទេយើងត្រូវតែរុញឲ្យលូឈួនជំពាក់បំណុលគេដល់ក្បាលចាំដល់ពេលគេអស់លទ្ធភាពខ្ញុំនឹងឆ្លៀតឱកាសនេះដណ្ដើមយកដីទួលស្ងាត់នេះមកវិញហើយកែច្នៃវាទៅជាកន្លែងកិនថ្មបានចំណេញធំដោយមិនបាច់ខំឈួនឈប់សម្រាប់ខ្លះទៅអ្នក3ថ្ងៃ3យប់មកហើយដែលមិនបានហូបចុកឬដេកពួនឲ្យបានស្រួលប្រយ័ត្នខូចសុខភាពអស់ណាស្រះត្រីដ៏ល្អសោះបែរជាត្រូវគេដណ្ដើមយកទៅបាត់ហើយបដូរយកបានត្រឹមដីទួលស្ងាត់នេះពិតជាគួរឲ្យស្ដាយណាស់សាអេលជឿជាក់លើខ្ញុំ6ខែទៀតអ្នកនឹងដឹងថាអ្នកណាខុសអ្នកណាត្រូវច្បាស់ជាបានឃើញលទ្ធផលមិនខានជឿតាមខ្ញុំទៅផ្ទះចាស់ប៉ុន្មានក្នុងរបស់អ្នកគួរតែជួគេឲ្យលឿនទៅកុំធ្វើស្រែចម្ការឬចិញ្ចឹមត្រីបន្តទៀតអី
អាកាសធាតុថ្មីនេះប្រែប្រួលខុសប្រក្រតីគ្រោះមហន្តរាយនឹងមកដល់ក្នុងពេលឆាប់នេះដីនៅតំបន់ទំនាបទាំងអស់សុទ្ធតែមិនមានសុវត្ថិភាពបាទរឿងនេះស្ដាប់តាមពូស្អែកនេះនឹងផ្ទេរអាងចិញ្ចឹមត្រីនេះចេញបានសម្រេចហើយការកំណត់រចនាសម្ព័ន្ធទាំងអស់ទទួលបានជោគជ័យហើយមិនចាំបាច់ចុះទៅបូមទឹកក្នុងទន្លេទេក៏មិនចាំបាច់ប្រើទឹកហូរពីភ្នំដែរទឹកក្នុងអាងអាចចម្រោះនិងវិវត្តដោយខ្លួនឯងបច្ចេកវិទ្យានេះពិតជាអស្ចារ្យមែនខ្ញុំធ្វើការផ្នែកវិស្វកម្មនេះអស់រយៈពេល30ឆ្នាំហើយទើបតែឃើញមូលដ្ឋានចិញ្ចឹមត្រីទំនើបបែបនេះជាលើកដំបូងបេព្រឹកស្អែកនេះយើងនឹងទៅយកកូនត្រីពូជពីវិទ្យាស្ថានស្រាវជ្រាវចូលផលខេត្តដើម្បីចាប់ផ្ដើមចិញ្ចឹមជាផ្លូវការដោយប្រើប្រព័ន្ធចម្រោះទឹកគ្មានមេរោគនិងរក្សាសីតុណ្ហភាពនេះអត្រារស់នៃកូនត្រីនឹងកើនឡើងជិតដល់ 100% ចិញ្ចឹមរយៈពេលពេញ6ខែគុណភាពរបស់ត្រីពេញវ័យនិងទំហំស្តង់ដារនឹងល្អឥតខ្ចោះគុណភាពសាច់ទាំងអស់សុទ្ធតែអាចទទួលបានស្តង់ដារខ្ពស់បំផុតពីអ្នកទិញពួកគេពឹងផ្អែកតែលើសំណាងលោកខ្លួនចង់បានផលចំណេញរយៈពេលខ្លីចំណែកខ្ញុំគឺពឹងលើបច្ចេកទេសបទពិសោធន៍និងការវិតម្លៃហានិភ័យប្រហែលជាង5ខែទៀតត្រីក្នុងស្រះអាចចាប់បានហើយពេលលុយចូលកាន់ណីខ្ញុំនឹងសង់ផ្ទះថ្មីទិញឡានថ្មីពិតជាមានចក្ខុវិស័យល្អមានភាពក្លាហានលូឆានគ្រាន់តែជាមនុស្សល្ងងលុយជាង$1 លានបោះចោលលើដីទួលច្បាស់ជាខាតបង់ទាំងអស់ម៉ាន់ឆាងសូមស្ដាប់លូឆានមួយម៉ាត់ប្រញាប់សម្អាតមាត់លូបង្ហូរទឹកជាបន្ទាន់ពង្រឹងទំនប់ត្រីឲ្យមាំសង់ទំនប់ការពារទឹកចំនួនបន្ថែមទៀតស្រះចិញ្ចឹមត្រីទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងបែបនេះមិនបានទេកុំឲ្យមានចិត្តប្រហែសឲ្យសោះបានហើយកុំចេះតែនិយាយបំភ័យគេអញបែបនេះខ្ញុំចិញ្ចឹមត្រីនេះជិត20ឆ្នាំមកហើយមិនដល់វេនក្មេងប្រឡូកដូចឯងមកបង្រៀនខ្ញុំទេបើហ៊ានតែឧទាហរណ៍ខ្ញុំនឹងកាត់ប្រាក់ខែឯងចោលតែម្ដងពេញ6ខែជាមួយ3ថ្ងៃរយៈពេលចិញ្ចឹមតាមស្តង់ដារហ្វូមត្រីគ្មានជំងឺគ្មានការខូចខាតការលូតលាស់ស្មើគ្នាម៉ាស្យូមមួយក្បាលជាងកន្លះគីឡូក្រាមទាំងអស់សុទ្ធតែត្រូវតាមស្តង់ដារលោកទីបំផុតពួកយើងក៏បានជោគជ័យហើយឥឡូវថ្លៃទីផ្សារ18យួនក្នុង1គីឡូត្រី10000គីឡូនេះចំណេញសុទ្ធរាប់សិបម៉ឺនឯណោះខ្យល់ព្យុះខ្លាំងកំពុងតែមកដល់ហើយស្រះត្រីទាំងអស់នៅក្រោមជើងភ្នំនឹងរងគ្រោះមិនខានទីផ្សារកំពុងខ្វះខាតត្រីតម្លៃនឹងបន្តឡើងថ្លៃទៀតហេតុអ្វីបានជាភ្លៀងមិនឈប់សោះអញ្ចឹងធ្លាក់ជាប់គ្នា5ថ្ងៃ5យប់មកហើយពីមុនមិនដែលឃើញស្ថានភាពបែបនេះទេទឹកទន្លេហក់ឡើងលឿនពេកហើយបើបន្តបែបនេះទៀតទំនប់នឹងទ្រាំលែងបានហើយភ័យខ្លាចអ្វីម្លេះគ្រាន់តែជាភ្លៀងធ្លាក់ធម្មតាតើ2ថ្ងៃទៀតវានឹងឈប់ហើយនៅសល់20ថ្ងៃទៀតយើងនឹងអាចលក់ត្រីយកលុយបានហើយប្រាក់ចំណូល1លានដំបូងនេះមិនទៅណាឆ្ងាយពីយើងទេពូវាគ្រោះថ្នាក់ខ្លាំងណាស់ត្រូវតែជីកបើកច្រកបង្ហូរទឹកដើម្បីការពារត្រីរបស់យើងហាមដាច់ខាតកុំជីកបើបើកច្រកបង្ហូរទឹកហើយត្រីនឹងហូរតាមទឹកទៅអស់ហើយរងចាំមើលបន្តិចទៀត